haiតែចង់ស្គាល់ភីសាបែបចិនមានរសជាតិមិនញ៉ាគឺនាំគ្នាលើកតបទាំងវងទៅទិញតែម្ដងអ្នកមិនដឹងឃើញជីមតូវងអញ្ចឹងគិតថាតកាប់គ្នាអរេទៅទិញភីសាក្ររូបរាងនឹងសក់ក្បាលយើងវាមើលទៅស្រួយតែធាតុពិតយើងអត់ស្លុយទេយើងសភាពត្រឹមត្រូវណាស់ឲ្យធ្វើម៉េចបើយើងកើតមកជាមួយនឹងរូបរាងមុខមាត់វាស្លុយវាធម្មជាតិតែក៏មើលមនុស្សតែសបកក្រៅអីវាមិនល្អទេចាំដោះខោសិនចាំមើលនិយាយទៅថ្ងៃមុនខ្ញុំជិះមកទិញអីញ៉ាំផ្លូវហ្នឹងក៏ងាកមកឃើញផ្លាកនំភីសាចិនខ្ញុំក៏ចង់ដឹងថាវារសជាតិមិនទៅថ្ងៃហ្នឹងប្រមូលធីមមកទិញដើម្បីភ្លក់ចង់ដឹងថាឆ្ងាញ់ឬក៏អត់ការគិតរបស់ខ្ញុំគិតថាវាដូចអាភីសាដែលតែយើងញ៉ាំរដងក្រគេដាក់រសជាតិបែបចិនស៊ីឈួនអីអញ្ចឹងតែពេលដែលមកដល់មានអារម្មណ៍ថាវាដូចនំរ៉ូទីវិញតែនេះក្រគិតឯណាមិនទាន់ដឹងយ៉ាងណាយ៉ាងណីទេព្រោះយើងមិនទាន់បានញ៉ាំសំខាន់អ្នកទិញច្រើនគួរសមឈរចាំឡើងយូរទៅរំបាននំនិយាយទៅចាំឡើងជិត1ម៉ោងដែរហើយទើបតែបានមកចំណិតឯនេះឲ្យកូនធីមភ្លក់សិននៅមកចំណិតទៀតអត់ទាន់បានអត់ទាន់ហ៊ានទិញច្រើនទេព្រោះយើងមិនទាន់ដែរបានញ៉ាំខ្លាចទិញទៅខុសយើងទិញតែ2ចំណិតទេមកចំណិត6000ដឹងតែគេហៅមកចំណិតឬមកប្រទេសទេខ្ញុំសុំហៅមកចំណិតហើយឃើញគេចិត្តពុះចិត្តមកឬហើយគេយកមកកច្រាំដាក់ថងអីចឹងទៅអញ្ចឹងខ្ញុំហៅមកចំណិតឥឡូវទិញបានគ្រប់2ចំណិតហើយអញ្ចឹងពួកយើងក៏នាំគ្នាត្រឡប់មកអង្គុយញ៉ាំនៅផ្ទះវិញព្រោះនៅហ្នឹងគ្រាន់តែតូបលក់ខ្ចប់មកផ្ទះធម្មតាអត់មាននៅកន្លែងអង្គុយញ៉ាំទេរាល់ដងធ្លាប់តែជួបជុំគ្នាដើម្បីផឹកស្រាដល់ពេលមកជុំគ្នាអង្គុយញ៉ាំភីសាអញ្ចឹងទៅដូចចម្លែកអាម៉េចមិនដឹងនេះបើនិយាយពីរសជាតិភីសាគេវិញសម្រាប់ខ្ញុំសុំនិយាយថាអត់ឆ្ងាញ់តែសម្រាប់អ្នកផ្សេងអត់ដឹងទេព្រោះឯមនុស្សយើងវាញ៉ាំរសជាតិអត់ដូចគ្នាខ្ញុំញ៉ាំបដាគឺរសជាតិបដាមិនដឹងត្រូវថារសជាតិវាបែបម៉េចនិយាយទៅនិយាយអត់ត្រូវតែមើលទៅនារី3អ្នកនេះប្រហែលជាគេឆ្ងាញ់គេត្រូវមាត់ដឹងព្រោះដាក់យកគ្មានបណៃតអសោះមានតែខ្ញុំដែលញ៉ាំបានតែ3ម៉ាត់ហើយឈប់ប្រហែលជាមកពីវាមិនមែនជាស្រាហ្នឹងមិនខ្ញុំមិនឆ្ងាញ់មនុស្សធ្លាប់តែផឹកស្រាខ្លែមសាច់ខ្លែមដល់ពេលមកឲ្យញ៉ាំភីសាវាមិនត្រូវណោះហើយទៅធ្វើម៉េចយើងវាមិនស័ក្តិសមជាមួយភីសាទេវាសមតែជាមួយស្រាអញ្ចឹងអត់មានអីទេសម្រាប់វីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងអរគុណបាយបាយ